ឈុតសាប៊ូនេះប្រើជាមួយនឹងសាប៊ូអីក៏បានដែរអត់ចេះរើសទេដូចថាឥឡូវហ្នឹងបើសិនជាបងប្អូនមានសាប៊ូកក់បងប្អូនចង់ប្រើជាមួយនឹងសេរ៉ូមលាបអញ្ចឹងសរសៃសក់ហើយនឹងបន្ទន់បងប្អូនអាចប្រើជាមួយនឹងសាប៊ូកក់ប្រភេទអីក៏បានដែរគាត់មានសរសៃសក់ឆេះខូចស្ងួតបែកចុងសំពងសំពងអត់សល់ត្រង់អីហ្នឹងណាពេលដែលយើងកក់សក់ហើយយកពីរនេះលាបបញ្ចូលគ្នាអត់ទៅលើសរសៃសក់ទុកចោលប្រហែលជា4-10នាទីអីទៅចាំលាងទឹកចេញដោយសក់យើងត្រង់បែបធម្មជាតិរបៀបថាមិនមែនត្រង់ដូចយើងអត់ត្រង់គៀបត្រង់អីអត់ទេរបៀបថានៅពេលដែលយើងប្រើទៅជួយសក់យើងមើលទៅមានទម្ងន់មានសំណើមអាឡូបន្ទន់នេះ2 in 1បានន័យថាបន្ទន់ក៏បានស្ប៉ាក៏បានបើសិនជាបងប្អូនចង់ស្ប៉ានៅពេលដែលយើងកក់សក់ហើយគ្រាន់តែយកពីរមុខនេះលាបបញ្ចូលគ្នាលាបឲ្យសក់សរសៃសក់យើងហើយបងប្អូនអាចពាក់ជាម៉ាស៊ីនមុខចំហុយ10នាទីឬក៏5 នាទី20នាទីអីទៅយូរបំផុតតែខ្ញុំធ្វើបន្ទន់នេះមកគឺសម្រាប់តម្រូវចិត្តខ្លួនឯងដោយសារពីមុនបើសិនជាចង់ស្ប៉ាសក់ខ្ញុំនៅត្រូវប្រើស្ប៉ាផ្សេងបន្ទន់ផ្សេងអីចឹងវាត្រូវ2តង់ចំណាយលុយ2ដងតែឥឡូវអត់ទេទិញតែអស់មួយមុខនេះ2 in 1ហ្មងបន្ទន់ក៏បានស្ប៉ាក៏បានហើយបើសិនជាសរងសាក់ត្រង់នេះវិញបើសិនជាសរសៃសក់បងប្អូនខូចខ្លាំងអាចលាបបានរាល់ថ្ងៃជាពិសេសអ្នកដែលគាត់ចូលចិត្តមូររួញគៀបសក់រាល់ថ្ងៃជាប្រចាំអីហ្នឹងណាមុននឹងគៀបយើងលាបសរងនឹងសិនវាជួយកុំឲ្យសក់យើងស្ងួតខ្លាំងបែកចុងសំពងសាប៊ូកក់នេះចង់ប្រើជាមួយនឹងបន្ទន់ប្រភេទអីក៏បានដែរអត់ចេះរើថាអូបងតើតែប្រើជាឈុតបានផលអីអត់ទេជាមួយនឹងបន្ទន់ប្រភេទអីក៏បានដែរប្រេតអីក៏បានដែរគឺនិយាយទៅគឺអត់ចេះរើទេចង់ប្រើជាឈុតក៏បានតែបើសិនជាបងប្អូនមានហើយចង់ប្រើតែមួយមុខក៏បាននិយាយទៅគឺងាយស្រួលខ្លាំងមែនតើអត់ពិបាកទេហើយអត់ចេះរើទេថាប្រើជាមួយអានោះអត់ត្រូវប្រើជាមួយផ្សេងអត់បានផលអីអត់ទេបានផលទាំងអស់គ្រាន់តែថាបើសិនជាយើងប្រើគួបចូលគ្នាវាកាន់តែគុណភាពកាន់តែទ្វេដងថែមទៀតតែខ្ញុំនេះវារៀងញ៉ៃតិចដុសច្រើនខ្លាំងមែនតើប្រើជាមួយនឹងកក់ហើយនឹងទឹកបាញ់បដុសអូយដុសលឿនខ្លាំង